ពីទី1ទី2听我说អញ្ចឹងគ្នាយើងមើលអក្សរចិនអត់ទាន់ចំណាំទេអញ្ចឹងលើសឺអានពីខាង pin in មកវិញណាដើម្បីឲ្យគ្នាយើងស្រួលចំណាំមើល pin in ចេះអានសំឡេង pin in អញ្ចឹងពាក្យនេះគឺយើងអានថា听我说听我说听我说请请អញ្ចឹងអានេះគឺសំឡេងទី3ណាទាំងអស់គ្នាអញ្ចឹងយើងអានថា请请请跟我读请跟我读ចឹងអានេះគឺទូទីអត់សងលើសឺធ្លាប់ប្រាប់ហើយសំឡេងដំបូងគឺវារៀងធ្លាក់បន្តិចបន្ទាប់មកយើងឡើងសំឡេងនឹងឡើងលើអញ្ចឹងអានេះយើងអានថាទូអត់អានស្មើដូចសំឡេងទី1ទេយើងត្រូវអានវារៀងធ្ងន់អូសទៅឡើងលើអញ្ចឹង请跟我读请跟我读第三看这儿看这儿អានេះក៏ដាក់យើងឡើងលើដូចពាក្យ ý ហត់មិននឹងដែរអញ្ចឹងអានេះគឺយើងអានថា 这儿ដោយសារគេវាមាន នេះនៅខាងចុង看这儿看这儿请再说一遍请再说一遍第5有问题吗有问题吗អញ្ចឹងបើសិនជាលើសឺប្រាប់គ្នាយើងថាបើសិនជាលើសឺសួរពាក្យនេះ有问题吗អញ្ចឹងទាំងអស់គ្នាឆ្លើយថាម៉េចបើសិនជាមានសំណួរយើងឆ្លើយបានថាម៉េច有对有ចុះបើសិនជាអត់មានទេ没有对没有អញ្ចឹងនៅពេលដែលគ្នាយើងលើសំណួរដែលលើសឺសួរ有问题吗អញ្ចឹងទាំងអស់គ្នាត្រូវឆ្លើយថា有ឬមួយក៏没有អញ្ចឹង没有នោះគឺមានន័យថាមិនមានតែបើ有គឺមានន័យថាទាំងអស់គ្នាមានសំណួរចង់សួរលើសឺតោះទី6懂了吗懂了吗អញ្ចឹងយើងអាចឆ្លើយមកវិញមកថាម៉េច懂了ឬមួយក៏我不懂我不懂តោះចំពោះ句子នេះទាំងអស់គ្នាមានបញ្ហាអីទេ有问题吗没有老师很好没有很好អញ្ចឹង老师ចូលទៅដល់មេរៀនថ្មីបន្តពីម្សិលមិញហ្មងណាអូយ等一下